Hello អ្នកទាំងអស់គ្នាថ្ងៃនេះមកដល់កញ្ចេះចង់ថតកលាននឹងប្រៀបធៀបណែមកញ្ចេះនិងណែមបាត់ដំបងឲ្យបន្តិចឥឡូវមុនចូលដល់កញ្ចេះយើងចូលដល់កលានសិនកលាននៅនេះមានពីរប្រភេទមានអដាក់ខ្ទិះនិងអត់ដាក់ខ្ទិះហើយអ្នកទាំងអស់គ្នាបើទិញដុតថ្ងៃហ្នឹងហូបថ្ងៃហ្នឹងហើយហូបទឹកស្អែកបានប៉ុន្តែបើយូរជាងហ្នឹងកុំទិញអីអត់ឆ្ងាញ់ទេព្រោះវាស្ងួតទៅវារឹងវាខាត់លុយចោលអត់ប្រយោជន៍ទេយើងចូលដល់ណែមម្ដងណែមកញ្ចេះអានេះដោយរូបភាពហ្នឹងវាធំជាងនៅណែមបាត់ដំបងហើយម្ទេសក៏អត់សូវមានច្រើនដូចបាត់ដំបងដែរអាខ្លះអត់មានផងអញ្ចឹងអ្នកអត់សូវហូបហិលអីត្រូវហ្មងហើយណែមនេះវែងធំហ្នឹងគឺធំជាងណែមវែងនៅបាត់ដំបងហ្មងតែណែមវែងនៅក្នុងរូបនេះណែមលីស្បែកជ្រូកអញ្ចឹងអាហ្នឹងខ្ញុំអត់សូវចំណូលដែរខ្ញុំចំណូលសាច់ត្រីសុទ្ធហើយគេធ្វើស្អាតណាស់អ្នកទាំងអស់គ្នាធ្វើថ្ងៃហ្នឹងហូបបានស្អែកប៉ុន្តែខ្ញុំភ្លុកមុនដំបូងអត់សូវជួយខ្ញុំគិតថាអត់ឆ្ងាញ់ទិញតែដល់ផ្ទះទៅដាក់2ថ្ងៃទៅហូបឆ្ងាញ់ណាស់